សូមគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់ថ្ងៃនេះដែរនាងខ្ញុំសូមធ្វើវីដេអូបង្ហាញអំពីកម្មវិធីបនរំលឹកគុណគ្រូចាដែលកម្មវិធីនេះធ្វើឡើងនៅវត្តជុំគ្រាលដែលជាវត្តដែលគ្រួសាររបស់ខ្ញុំបានសិក្សារៀនសូត្រតាំងពីថ្នាក់បឋមសិក្សាចាគឺពុទ្ធកបឋមសិក្សាចានៅខាងវត្តជុំគ្រាលខេត្តកំពតចាហើយវីដេអូនេះដែរគឺបានប្រពធ្វើយូរដែរហើយបងប្អូនណាតាំងតែពីឆ្នាំ2024ចាហើយនាងខ្ញុំក៏សង្ឃឹមថានឹងប្រពកម្មវិធីនេះបន្តទៀតនៅឆ្នាំ2025នេះបន្តទៀតដែរដូច្នេះសូមជូនបុណ្យកុសលបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាណារីករាយបុណ្យកុសលទាំងអស់គ្នារីករាយបុណ្យកុសលដែលនាងខ្ញុំបានធ្វើសូមរីករាយដូចដែលខ្ញុំបានធ្វើដូចគ្នាបងប្អូនណាចាសូមបងប្អូនអនុមោទនាសូមអរគុណ